សួស្តីបងនេះគឺជារបៀបភ្ជាប់តេឡេ2ទៅកាន់ដុំតែមួយអញ្ចឹងយើង reset វាសិនដំបូង8ដង1 2 3 4 5 6 7 8តពី8ដងវាលោតអញ្ចឹងហើយយើងចុចតេឡេដើម្បីឲ្យតេឡេនិងដុំស្គាល់គ្នាចុចទាំង2តេឡេអញ្ចឹងណាបន្ទាប់មកយើងចុច mode វាមាន3 mode mode ទី1យើងចុច1ហើយយើងភ្ជាប់តេឡេមកយើងចុចអញ្ចឹងតេឡេនេះភ្ជាប់ mode ទី1ហើយបើសិនជាយើងចង់ភ្ជាប់តេឡេទី2នេះ mode ទី1ឬក៏ mode ផ្សេងទៀតគឺយើងចុចទៅតាមហ្នឹងឥឡូវខ្ញុំចង់ភ្ជាប់ mode ទី1ដូចគ្នាខ្ញុំចុចម្ដងដូចគ្នាខ្ញុំចុច AB នឹងដូចគ្នាអញ្ចឹងយើងចុចមកគឺពជាបានហើយលើសលេងកង់តាមានតែប៉ុណ្្នឹងឯង